ពេលដែលយើងកំពុងតែនៅម្នាក់ឯងហើយគិតថាខ្ញុំកំពុងតែហ៊ានអីស្រាប់តែសុកច្រឡំបិទសភៅហើយយកទូរស័ព្ទមកចុច scroll ចុះ scroll ឡើងកន្លះម៉ោង1ម៉ោង2ម៉ោង3ម៉ោងលែងបានមានពេលហ៊ានបាត់តែមានតែគេខ្លះដែលធ្លាប់ជួបបញ្ហាហ្នឹងនិយាយរួមទៅគឺយើងអត់បានផ្ដោតអារម្មណ៍ហើយមានអារម្មណ៍ថាខ្លួនឯង procrastinate ឬមួយក៏ខ្លួនឯងចាប់ដើមខ្ជិលអត់ចង់ហ៊ានឬមួយក៏ទៅធ្វើអីផ្សេងអស់មើល Facebook អីជាដើមចឹងទៅអញ្ចឹងធ្វើមិនទៅយើងអាចផ្ដោតអារម្មណ៍ទៅលើការសិក្សារៀនសូត្រដោយមិនមានអារម្មណ៍ថាខ្ជិលមិនធុញទ្រាន់ឬមួយក៏ច្រឡំដៃទៅអស់ social media វិញថ្ងៃនេះខ្ញុំនឹងចែករំលែកតាក់ទងជាមួយនឹងគន្លឹះ4យ៉ាងងាយៗដើម្បីជួយអ្នកទាំងអស់គ្នាដើម្បីផ្ដោតអារម្មណ៍នៅក្នុងការសិក្សារៀនសូត្រគន្លឹះទី1នោះគឺយើងត្រូវបែងចែកការងារនឹងឲ្យងាយស្រួលនៅក្នុងការមើលជាមុនសិនបានន័យសេចក្តីថាយើងធ្វើមិនដឹងថាតើយើងមានកិច្ចការអីខ្លះដែលយើងត្រូវធ្វើថ្ងៃហ្នឹងពីព្រោះថាពេលខ្លះយើងមានអារម្មណ៍ថាមានការងារច្រើនខ្លាំងមែនតើមិនថាការងារសិក្សារៀនសូត្រ homework assignment គ្រូដាក់ឲ្យឬមួយក៏ការងារអីផ្សេងទៀតទេលំហាត់ធៀបប្រឡងអីជាដើមអញ្ចឹងពេលខ្លះយើងមានអារម្មណ៍ថាវាច្រើនអញ្ចឹងធ្វើឲ្យយើងខ្លួនឯងហ្នឹងមានអារម្មណ៍ថា overwhelm ហើយពេលហ្នឹងយើងអត់ចង់ធ្វើអីទាំងអស់ដោយសារយើងមានអារម្មណ៍ថាយើងធ្វើអត់អស់ហើយវាច្រើនពេកហើយវាស្មុគស្មាញវាញ៉ៃញ៉ៃទៀតក៏ប៉ុន្តែប្រសិនជាយើងអាចយកការងារទាំងអស់ហ្នឹងយើងយកមកបែងចែកចេញទៅជាចំណុចផ្សេងដែលយើងត្រូវដោះស្រាយសម្រាប់ថ្ងៃនេះឧទាហរណ៍ថាថ្ងៃនេះខ្ញុំត្រូវធ្វើ assignment ថ្នាក់សេដ្ឋកិច្ចខ្ញុំមាន team work group assignment មួយដែលត្រូវ meeting discuss គ្នាអីចឹងទៅនេះគឺជាឧទាហរណ៍មួយចំនួនទូចដែលអ្នកទាំងអស់គ្នាអាចកំណត់បានហើយងាយស្រួលនៅក្នុងការសម្រេចនៅថ្ងៃនេះបានឈានចូលដល់គន្លឹះទី2នោះគឺច្បាប់នៃការប្រើពេល5នាទីនិយាយទៅគន្លឹះមួយនេះគឺដើម្បីឲ្យយើងចាប់ផ្ដើមពីព្រោះថានៅពេលដែលយើងមានគោលដៅមានអីអស់ហើយស្រាប់តែប្រាប់ខ្លួនឯងថាដល់ពេលត្រូវធ្វើឲ្យគ្រាន់តែចាប់សភៅចាប់កុំព្យូទ័រចាប់អីមកខ្ជិលឡើងចង់ធ្វើបណ្ដោយក៏ប៉ុន្តែបើសិនជាយើងប្រាប់ខ្លួនឯងថាឥឡូវខ្ញុំសុំធ្វើតែ5នាទីខ្ញុំសុំចាប់ផ្ដើមយកសភៅយកមកអានយកសភៅមកសរសេរឬមួយក៏យកកុំព្យូទ័រយកមកធ្វើហ្នឹងត្រឹមតែរយៈពេល5នាទីឯងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើម5នាទីហ្នឹងហើយនឹងជួយជំរុញទឹកចិត្តឲ្យយើងដើម្បីបន្តនៅក្នុងការ complete assignment ឬមួយក៏កិច្ចការផ្សេងៗរបស់យើងនឹងថែមទៀតឈានចូលដល់គន្លឹះទី3នោះគឺលុបបំបាត់ distraction ឬមួយក៏អ្វីដែលធ្វើឲ្យរំខានយើងអញ្ចឹងក្នុងគន្លឹះទី3នេះផងដែរគឺសំដៅទៅដល់ឧទាហរណ៍ថាដូចជាទូរស័ព្ទរបស់យើងកម្មវិធី app ផ្សេងៗក្នុងទូរស័ព្ទដូច social media app ឬមួយក៏ក្នុង computer iPad របស់យើងអីហ្នឹងបើសិនជាពេលដែលយើងកំពុងតែផ្ដោតអារម្មណ៍សិក្សារៀនសូត្រអ្នកទាំងអស់គ្នាអាចបើកវីដេអូនៅក្នុង YouTube កំណត់ពេលរៀនក៏បានឬមួយក៏ប្រើ app focus នៅក្នុងទូរស័ព្ទដៃក៏បានឬមួយក៏ព្យាយាមដាក់ password ទៅលើ app ផ្សេងៗដើម្បីកុំឲ្យយើងភ្លេចចូលមើលកំឡុងពេលដែលយើងកំពុងតែខំប្រឹងរៀនសូត្រនឹងហើយមួយវិញទៀតហ្នឹងបរិយាកាសក៏សំខាន់ដែរយើងគួរតែមានតុរៀនស្អាតរៀបចំកន្លែងឲ្យបានងាយស្រួលនៅក្នុងការអង្គុយរៀនប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សដូចខ្ញុំគឺខ្ញុំអត់ចូលចិត្តនៅកន្លែងស្ងាត់ខ្លាំងពេកតែម្នាក់ឯងទេអញ្ចឹងយើងអាចទៅបណ្ណាល័យឬមួយក៏ហាងកាហ្វេណាដែលមានភាពស្ងប់ស្ងាត់ដែលយើងអាចសិក្សារៀនសូត្របានតែមានមនុស្សជុំវិញខ្លួនតែបើអ្នកទាំងអស់គ្នាចូលចិត្តរៀននៅកន្លែងដែលអត់មានមនុស្សតែម្ដងក៏អាចសិក្សារៀនសូត្រនៅក្នុងបន្ទប់ខ្លួនឯងបានដូចគ្នាដែរនិងគន្លឹះទី4នោះគឺការប្រើប្រាស់ timer នៅពេលដែលយើងកំណត់ម៉ោងខ្លួនឯងអញ្ចឹងគឺមានភាពងាយស្រួលខ្លាំងមែនតើនៅក្នុងការសិក្សារៀនសូត្រសំណួរសួរថាកំណត់ម៉ោងមិនទៅអ្នកទាំងអស់គ្នាចាំមកនៅពេលដែលយើងនៅថ្នាក់វិទ្យាល័យយើងមានកំណត់ម៉ោងការវិភាគស្វ័យសិក្សាខ្លួនឯងអញ្ចឹងចូលដល់មហាវិទ្យាល័យក៏អាចធ្វើកំណត់ម៉ោងបែបនោះដូចគ្នាផងដែរអញ្ចឹងការកំណត់ម៉ោងហ្នឹងគឺគ្រាន់តែអ្នកទាំងអស់គ្នាសរសេរថាអូខេចំណុចនេះមេរៀនមួយនេះគឺខ្ញុំរៀនរយៈពេល25នាទីបន្ទាប់មកខ្ញុំសម្រាប់5នាទីហើយខ្ញុំនឹងទៅរៀន25នាទីទៀតនិងសម្រាប់5នាទីទៀតនិយាយទៅនៅពេលដែលយើងកំណត់ម៉ោងជាចំណុចអញ្ចឹងគឺងាយស្រួលសម្រាប់យើងនៅក្នុងការសិក្សារៀនសូត្រហើយយើងដឹងថាអូតិចទៀតឲ្យតែខ្ញុំខំប្រឹងរៀនដល់ម៉ោងនេះគឺខ្ញុំអាចសម្រាប់បានហើយសរុបមកវិញនេះគឺជាគន្លឹះទាំង4យ៉ាងដើម្បីជួយយើងនៅក្នុងការផ្ដោតអារម្មណ៍សម្រាប់ការសិក្សារៀនសូត្រនិងដើម្បីកុំឲ្យយើងទៅជាច្រឡំដៃចុចទូរស័ព្ទ scroll មើល Facebook social media អីផ្សេងជាដើមអញ្ចឹងប្រសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូបែបនេះអាច comment នៅខាងក្រោមនេះបានថាតើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើវីដេអូចែករំលែកតាក់ទងជាមួយនឹងគន្លឹះអីផ្សេងទៀតដែរអត់ហើយអរគុណច្រើនដែលបានមើលវីដេអូនេះពីដើមដល់ចប់សូមបងប្អូនពុំមានទាំងអស់គ្នាជួយចែករំលែកវីដេអូមួយនេះក៏ដូចជា mention មិត្តភក្តិបងប្អូនកូនមួយនៅក្នុង comment ខាងក្រោមនេះផងអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេនរ៉ាស៊ីខាមនី